គោរពជ្រាបសួរនិងស្វាគមន៍បងប្អូនសាជាថ្មីមកកាន់ការវិភាគហាងឆេមាសអន្តរជាតិសម្រាប់ថ្ងៃទី3ខែមិថុនាឆ្នាំ2026ហាងឆេមាសកាលពីម្សិលមិញនេះហក់ឡើងលើតំបន់4500ប៉ុន្តែទៅចោលត្រឹមតំបន់4550 ដុល្លារនៅក្នុងមួយអោនហើយបច្ចុប្បន្ននេះគឺធ្លាក់នៅក្រោមតំបន់4470 ដុល្លារនៅក្នុងមួយអោនសាជាថ្មីអញ្ចឹងកាលពីម្សិលមិញគឺយើងនៅតំបន់4470 ដុល្លារហើយព្រឹកនេះក៏នៅតំបន់4470 ដុល្លារដដែលបាទអញ្ចឹងមាសបច្ចុប្បន្ននេះគឺនៅតម្លៃ4475 ដុល្លារក្នុងមួយអោនស្មើប្រហែលនឹងតម្លៃហាងឆេមាសខ្មែរយើងគឺ5390 ដុល្លារនៅក្នុងមួយតម្លឹងឬក៏539 ដុល្លារនៅក្នុងមួយជីបាទហាងឆេមាសបច្ចុប្បន្ននេះគឺមិនទាន់ប្រែប្រួលទៅណាច្រើនទេក៏ដោយសារតែការចរចារវាងអាមេរិកជាមួយនឹងអ៊ីរ៉ង់គឺនៅជាប់គាំងបាទហើយពីម្សិលមិញនេះប្រធានធនាគារកណ្ដាលសហភាពអឺរ៉ុបបានប្រកាសថាបច្ចុប្បន្ននេះមាសខ្លាយទៅជាទ្រព្យសុវត្ថិភាពនាំមុខប្រាក់ដុល្លារហើយនៅពេលបច្ចុប្បន្នសម្រាប់បណ្ដាប្រទេសក៏ដូចជាធនាគារកណ្ដាលប្រទេសធំបាទអញ្ចឹងមើលបច្ចេកទេសរបស់យើងនៅថ្ងៃនេះវិញម្ដងមាសបន្តស្ថិតនៅក្នុង bearish consolidate ដដែលមានថាស្ថិតនៅក្នុង down trend ទំនោរចុះហើយបច្ចុប្បន្ននេះគឺកំពុងតែ sideways រងចាំព្រឹត្តិការណ៍ឬក៏ព័ត៌មានដើម្បីបន្តអញ្ចឹងជាក់ស្ដែងតំបន់លក់ការពីម្សិលមិញនេះទី1របស់យើងគឺនៅតែ available ទេហើយទីផ្សារក៏បានចាល់ល្អមែនទែនហើយធ្លាក់មកដល់ក្រោមតំបន់4470 ដុល្លារអញ្ចឹងតំបន់លក់ទី1យើងគឺនៅតំបន់ trend line ដដែលហើយ sell គឺនៅ4430មកកាន់តំបន់4440ហ្នឹងគឺជាតំបន់លក់ដដែលបាទហើយតំបន់លក់ទី2គឺទីផ្សារម្សិលមិញអត់ទាន់ឡើងដល់ប៉ុន្តែជា resistance កាលពីថ្ងៃសុក្រសប្តាហ៍មុនគឺនៅតំបន់4580និងតំបន់4590ហើយតំបន់លក់ទី3ក៏នៅដដែលដូចគ្នាគឺ4640ទៅកាន់តំបន់4650តំបន់នេះគឺអត់ទាន់មកដល់ទេអញ្ចឹងតំបន់នេះគឺបានដល់ម្ដងហើយបាទសម្រាប់តំបន់ទិញថ្ងៃនេះយើងរៀងរំកិលឡើងមកលើតំបន់ support បាទ support កាលពីថ្ងៃច័ន្ទអញ្ចឹងថ្ងៃច័ន្ទទីផ្សារបានបកឡើងពី support នេះអញ្ចឹងថ្ងៃនេះគឺយើងអាចរងចាំទិញបានម្ដងទៀតប៉ុន្តែកន្លែងនេះរៀង high risk បន្តិចព្រោះទីផ្សារមកគៀករួចទៅហើយអញ្ចឹងក្នុងករណីដែលទីផ្សារចុះមកដល់តំបន់4450ឬក៏4440បងប្អូនអាចរងចាំទិញបានប៉ុន្តែប្រើ stop loss ក្រោមតំបន់4440អាចជាតំបន់4435 ដុល្លារក្នុងមួយអោនហើយតំបន់ទិញទី2នៅចំ trend line ល្អឬក៏យើងនិយាយថាជា psychology level តែម្ដងគឺ4400មកកាន់តំបន់4390 ដុល្លារក្នុងមួយអោនអញ្ចឹងតំបន់នេះក៏ល្អនៅក្នុងការរងចាំទិញក៏ជា support និង market structure ផងដែរហើយតំបន់ទិញចុងក្រោយរបស់យើងគឺជា support សប្តាហ៍មុនតែម្ដងគឺ4370មកកាន់តំបន់4360បាទអញ្ចឹងនេះគឺជាតំបន់ទិញនិងលក់សម្រាប់ថ្ងៃនេះប៉ុន្តែនៅយប់នេះម៉ោង7យើងមានទិន្នន័យសេដ្ឋកិច្ចអាមេរិកសំខាន់មួយគឺ ADP non-farm បាទអញ្ចឹងនៅពេលម៉ោង6ឬក៏7:07បងប្អូនកុំចូលទីផ្សារទៅតាមបច្ចេកទេសរបស់យើងរងចាំព័ត៌មានចេញនៅម៉ោង7កន្លះឬក៏ម៉ោង8ចាំបងប្អូនរងចាំចូលទីផ្សារបាទអញ្ចឹងបច្ចេកទេសរបស់ខ្ញុំគឺមានត្រឹមប៉ុណ្នេះជូនពរបងប្អូនទាំងអស់គ្នាឲ្យចូលជួយដូរចំណេញគ្រប់គ្នាសូមអរគុណ